លំហាត់ដែលអាចបានបន្ទុច្រើនគឺជាលំហាត់ដែលមានការច្រឡំច្រើនអាហ្នឹងគេដាក់ឲ្យបន្ទុច្រើនណាស់អញ្ចឹងចំពោះយើងបើយើងច្បាស់ទៅលើអាហ្នឹងហើយយើងប្រកាសជាបានបន្ទុច្រើនណាស់ពីព្រោះអាហ្នឹងគេបន្លំតែបើយើងអត់ច្រឡំទេអាហ្នឹងយើងបានបន្ទុច្រើនណាបាទជំរាបសួរបាទខ្ញុំបាទសាមរិទ្ធាឈ្មោះសាមរិទ្ធាហើយជាគ្រូបរិញ្ញាវគ្គបំពន់នៅ AUPP មុខវិជ្ជារូបវិទ្យាចង់ណែនាំរឿងថាធម្មតាគេចេញពេលប្រឡងគេមិនមែនឲ្យយើងគេមិនដែលចេញជាដដែលពេកទេអញ្ចឹងគេតែងចេញរបៀបរបបថ្មីអីអញ្ចឹងណាហើយអញ្ចឹងដើម្បីយើងនេះតើយើងចេះទាំងគ្រប់កន្លែងសំខាន់គឺយើងត្រូវស្គាល់មេរៀនហ្នឹងមានរូបមន្តអីខ្លះអញ្ចឹងទៅបានបើសិនណាជាយើងអានប្រធានហើយយើងនឹងដឹងថាអូអាហ្នឹងនៅក្នុងមេរៀននេះហើយមេរៀនហ្នឹងមានរូបមន្តអីខ្លះតាមពិតទៅចំពោះរូបវិទ្យាគឺអាញ្ញត្តិវាច្រើនណាស់អញ្ចឹងចំណុចសំខាន់របស់រូបវិទ្យាគឺត្រូវចាំអាញ្ញត្តិវាហ្នឹងឧបមាថាគេប្រើនៅក្នុងហ្នឹងគេសួរថាគណនាអង្គដូចតង់អញ្ចឹងបើយើងមិនដឹងថាអង្គដូចតង់ហ្នឹងស្អីផងអញ្ចឹងយើងមិនអាចគណនាគេបានទេអញ្ចឹងតើយើងដឹងគ្រាន់តែអានប្រធានទៅហៅគណនាអង្គដូចតង់តាំងដល់សអិលហើយຂະຫນາດវាត្រូវគិតជាអីអញ្ចឹងទៅបើសិនណាជាយើងអត់ដឹងថាអង្គដូចតង់តាំងដល់សអិលផងអញ្ចឹងយើងមិនដឹងជាទាញមិនដឹងជាយករូបមន្តណាមកប្រើទេអញ្ចឹងតើតែយើងដឹងជាពិសេសរូបវិទ្យាត្រូវចាំអាញ្ញត្តិវានឹងតែម្ដងហើយត្រូវដឹងຂະຫນາດ SE របស់វាព្រោះពេលដែលគេប្រាប់បំរាប់នៅក្នុងលំហាត់គឺមិនមែនប្រាប់ជាអក្សរឬក៏តាំងជាអក្សរឲ្យយើងទេអញ្ចឹងបើຂະຫນាត់ដែលគេឲ្យមកហ្នឹងត្រូវឯអត់បើមិនត្រូវទេគេត្រូវប្របែកវាសិនអីអញ្ចឹងទៅអាហ្នឹងក៏អញ្ចឹងបានណាក្នុងរូបវិទ្យាសំខាន់គឺប៉ុណ្្នឹងទេហើយចំណុចសំខាន់របស់រូបវិទ្យាមានទី1គឺស្គាល់អាញ្ញត្តិហ្នឹងទី2ដឹងຂະຫນາດរបស់វានិងទី3ចេះគណនាជាពិសេសគណនាស្វ័យគុណទូទាត់ស្វ័យគុណអីជាដើមហ្នឹងឯងគឺជាចំណុចសំខាន់របស់វាហើយបញ្ហាដែលច្រឡំហ្នឹងគឺច្រើនតែច្រឡំຂະຫນາດហើយនៅក្នុងរូបវិទ្យាຂະຫນາດហ្នឹងគឺដើម្បីគណនាស្រួលមានតែបំបែកលេខឬក៏ប្របែកវាជាស្វ័យគុណទេហើយទូទាត់ស្វ័យគុណនិងសំខាន់មួយទៀតនោះគឺពេលខ្លះមានចេញរឹសការ៉េដល់ពេលមានចេញរឹសការ៉េអ្នកដែលបានគិតហ្នឹងគឺច្រើនតែគិតច្រឡំត្រង់ថាលេខហ្នឹងស្រាប់ប្រគុណទៅឃើញវាចេញពីរឹសការ៉េរួចដល់25ប៉ុន្តែអត់បានគិតស្វ័យគុណវាទេដល់25ប៉ុន្តែស្វ័យគុណវាដក3អីចឹងទៅអត់រួចទេយើងមិនមែនរករឹស25ហ្នឹងទេគឺយើងរករឹស 2.5 វិញអញ្ចឹងយើងត្រូវតម្លើងស្វ័យគុណវាយ៉ាងណាដើម្បីឲ្យស្វ័យគុណវាចេញរួចពីរឹសការ៉េអានឹងបានយើងបានដល់គោលដៅរបស់វាណាពីព្រោះអីកាលណាយើងចម្លើយរបស់វានៅជាប់រឹសការ៉េជាប់អីអញ្ចឹងគឺយើងមិនអាចបានបន្ទុកពេញទេអ្នកកែគេអាចមានលទ្ធភាពដកយើងបន្តិចបន្តួចអីអញ្ចឹងទៅ1 2បន្ទុកអីអញ្ចឹងធ្វើឲ្យបន្ទុកយើងអត់បានដល់កំពូលមុននឹងយើងទៅប្រឡងស្អែកប្រឡងអីយើងត្រូវជាពិសេសរក្សាសុខភាពយើងឲ្យបរិបូរណ៍តែខំនេះឲ្យទៅឲ្យតាន់ម៉ោងបើយើងទៅមិនតាន់ម៉ោងទេយើងទៅក្រោយគេទៅដល់គេចូលអស់អញ្ចឹងយើងមានអារម្មណ៍ភ័យដល់20អញ្ចឹងគឺយើងចាប់អីក៏វាមិនត្រូវដែរអញ្ចឹងទេទៅឲ្យតាន់ម៉ោងហើយមួយទៀតពេលដែលគេចែកញាសាមកគឺយើងត្រូវអង្គុយមើលវាឲ្យតាមស្រួលមិនបាច់ភ័យទេពីព្រោះអីញាសាមួយគេវាស់រយៈពេលរួចឲ្យយើងឯងឲ្យតែយើងធ្វើតាមស្រួលតាមធម្មតាទៅនោះវានឹងចប់សពគ្រប់ដោយបរិបូរណ៍មិនចាំបាច់ថាភ័យខ្លាចធ្វើមិនតាន់អីទេពីព្រោះអីមាសាមួយគេតែងគិតរយៈពេលរួចស្រេចហើយសូមផ្ដាំចុងក្រោយថាមិនបាច់ភ័យញីញ័រទេរបស់ដែលយើងចេះហើយគឺយើងធ្វើតាមស្រួលទៅគឺយើងអាចបានលទ្ធផលល្អហើយពេលនេះប៉ុណ្ណឹងហើយសូមជូនពរឲ្យកូនបានលទ្ធផលល្អទាំងអស់គ្នានៅពេលប្រឡងខាងមុខនេះបាទអរគុណបាទ AUPP Study locally, live globally. Apply to AUPP today.